ចាសសួស្តីបងបងសុំសួរថាតើ3ហ្នឹងគឺជា internal ឬក៏ external ហើយមេហៅអាចចូលបានអត់អញ្ចឹងខ្ញុំចង់បញ្ជាក់ថា3ហ្នឹងគឺវាជា internal ដែលយើងអាចដោននៅក្នុងម៉ាស៊ីនបានយើងប្រើនៅខាងក្នុងម៉ាស៊ីនណាដោយ SD មិនថា HD ឬក៏ M2 ឯងយើងដោននៅខាងក្នុងម៉ាស៊ីនប៉ុន្តែបើបងចង់ប្រែក្លាយពួកអានេះហ្នឹងទៅជា external ដែលប្រើក្រៅម៉ាស៊ីនដកដោតក្រៅម៉ាស៊ីនក៏បានដែរបងអាចទិញជាមួយនឹងបែបនេះបានអានេះគឺជាប្រអប់ M2 ដាក់មួយ M2 នេះពេលដែលយើងដាក់ប្រអប់នឹងហើយគឺវាមានឲ្យខ្សែជា USB ផងជា Type C ផងយើងអាចដោតនៅក្រៅម៉ាស៊ីនបានធ្វើជា external ឬក៏ប្រអប់បែបនេះគឺយើងប្រើជាមួយនឹង SD ឬក៏ HD ដែលមានទំហំ 2.5 អ៊ីងយើងដាក់វាចូលគ្នាទៅក៏វាคล้ายទៅជា external ដែរឬក៏ជាប្រភេទ HD docking station បែបនេះដែលយើងអាចដោត HD ដែលមានទំហំ 3.5 អ៊ីងឬក៏ SD 2.5 អ៊ីងចូលដែលយើងអាចcopy នៅខាងក្រៅម៉ាស៊ីនបានដែរអញ្ចឹងនេះគឺជាប្រអប់ដែលអាចប្រែក្លាយអាពួក M2 SD ឬក៏ HD ហ្នឹងទៅជា external បាននេះបងហើយចំពោះបងសួរថាតើមេរោគចូលអត់ចាបងបើបងអត់ការពារគឺមេរោគចូលហើយឧទាហរណ៍ថាបងយកទៅដោតនៅម៉ាស៊ីនណាដែលមានមេរោគគឺវាឆ្លងហើយឬក៏ពេលខ្លះបងចុច download កម្មវិធីអីផ្សេងដែលដោយមេរោគក៏វាចូលដែរអញ្ចឹងណាអញ្ចឹងវាអត់មានអីការពារទេបើបងមានតែបងដែលជា user ហ្នឹងគឺជាអ្នកការពារអញ្ចឹងបើបងត្រូវការជាប្រអប់បែបនេះឬក៏ជា M.2 SD អីអាចឆាតមកខ្ញុំបានណាតាម Facebook page ហាង One Gear Computer ឬលេខ Telegram លេខ07 399 678អរគុណច្រើនបង